ในไทยบางปอนเกตเอาเฟอร์การซับไซส์สระเบียจีซาเทียร์นาเตปันใต้กรมพลมวยนี้คือกรมพลสระเบียลีโอก็ได้แต่บินวิธีในตรงการเฟอร์ตีฟซ่าระหดดอทเฟอร์ออยแบรนด์สระเบียระบบก็คล้ายแต่เชื่อแบรนด์เล็กมุ้ยได้ลุกสระเล็กบ่มพดในกรงตีฟซ่าประเทศไทยจังในกรงวิดีโอมวยนี้ยมดังเลิกโยกะในศึกษามวยนี้ได้ยมมาเคยทำวิปัสจิกู้จับอารมณ์คลังเหมือนแต่ในยมเจอทางเวียนดังเมียนไปย้อยแต่ดอบางปอนได้เชื่อมาจากชีวกรรมก็โดยเชื่อบางปอนต่างอักเนเด็กเนี่ยจังอะไรนี่ยมมาสไลด์เราจำลายต่างอักเนจังมันถึงใจปีวิดีโอนี้ยมส่งจำเมียบโซแต่การเนี่ยต่างอักเนชมชมซีรีส์เพราะงั้นยมเจอContent Creator និងជា Digital Marketer មករូបផងដែរអញ្ចឹងមុននឹងនិយាយអំពី Case Marketing របស់ស្រាបៀរលីអូខ្ញុំចង់នាំបងប្អូនទាំងអស់គ្នាទៅមើលពីស្ថានភាពឬក៏ការរឹតបន្តឹងទៅលើការផ្សព្វផ្សាយស្រានៅក្នុងប្រទេសថៃបន្តិចjust like នៅអំឡុងពេលចូលឆ្នាំខ្ញុំបានទៅលេងប្រទេសថៃហើយខ្ញុំសួរប្រជាជននៅក្នុងតំបន់ហ្នឹងគាត់បានចែកលេខថានៅក្នុងប្រទេសថៃគេបានកំណត់ម៉ោងក្នុងការលក់ស្រាគេអនុញ្ញាតឲ្យលក់នៅតាម convenience store ដូចជា 7-Eleven អីហ្នឹងគេឲ្យចាប់តាមលក់ចាប់ពីម៉ោង5រហូតដល់ម៉ោង12យប់ហើយសម្រាប់នៅតាម pub នៅតាម bay គេឲ្យលក់លើសម៉ោង12យប់បានដល់ត្រឹមម៉ោង2ហើយច្បាប់កំណត់ទៅលើម៉ោងលក់ស្រាបៀរនេះផងដែរខ្ញុំ research ទៅគឺឃើញមានតាំងពីឆ្នាំ1972មកម្លេះហើយរហូតមកដល់ឆ្នាំ2008គេមានចេញច្បាប់ថ្មីមួយទៀតដែលបានអនុម័តដែលមានឈ្មោះថា ABCA ដែលមកពីពាក្យពេញថា Thailand Alcoholic Beverage Control Act ដោយសង្ខេបបើខ្លីទៅគឺមានរឿង4សំខាន់នៅក្នុងច្បាប់មួយហ្នឹងហើយទី1គឺតាក់ទងជាមួយនឹងការរឹតបន្តឹងទៅលើការផ្សព្វផ្សាយស្រាឬក៏ advertising restrictions អញ្ចឹងគឺគេហាមឲ្យធ្វើការផ្សព្វផ្សាយស្រាបៀរដោយផ្ទាល់ឬក៏គេហៅថា direct marketing នឹងទេអាហ្នឹងចំណុចទី1ទី2គឺការរឹតបន្តឹងទៅលើការលក់ឬក៏ sale restriction ដែលគេធ្វើការហាមដល់កំណត់ទៅលើម៉ោងជាក់លាក់ម៉ោងពេលវេលានៅក្នុងការលក់ដូចខ្ញុំបានចែកលេខមុនហ្នឹងក៏ដូចជាកន្លែងមួយចំនួនដូចជាភាសាដូចជា temple ឬក៏សាលារៀនអីផ្សេងៗហ្នឹងគឺសុទ្ធតែជាកន្លែងដែលគេហាមមិនឲ្យលក់ទេហើយរឿងទី3គឺតាក់ទងជាមួយនឹង age restriction ឬក៏ការកំណត់អាយុនៅក្នុងការលក់ស្រាគេកំណត់ទៅលើអាយុ20ឆ្នាំនៅក្នុងប្រទេសថៃទើបអាចទិញស្រាបៀរញ៉ាំបានហើយនឹងចំណុចសំខាន់មួយទៀតទី4គឺ sampling and promotion ដោយ sampling កន្លែងនេះគឺគេហាមមិនឲ្យធ្វើការផ្សព្វផ្សាយតាមរយៈភ្លក់មួយម៉ាត់សិនទៅអ្នកចាក់កន្លះកែវឬក៏មកកូនកែវទូចឲ្យយើងភ្លក់អីចឹងទៅអាហ្នឹងក៏អត់ឲ្យដែរហើយនឹងទី2គឺ promotion ដោយ promotion កន្លែងនេះគឺមានដូចជាទិញមួយថែមមួយមានការបញ្ចុះតម្លៃពិសេសឬក៏ហាមអត់ឲ្យធ្វើការដាក់រង្វាន់ឬក៏អីផ្សេងដែលនិយាយរួមគឺហាមអត់ឲ្យធ្វើសកម្មភាពដែលជំរុញឬក៏អូសទាញឲ្យធ្វើការញ៉ាំស្រាបៀរទេអញ្ចឹងអានេះគឺច្បាប់សំខាន់ទាំង4 ABCA ដែលចែងនៅក្នុងឆ្នាំ2008ហើយអនុវត្តរហូតមកដល់បច្ចុប្បន្ននេះអញ្ចឹងគឺយើងឃើញថាច្បាប់នៅក្នុងប្រទេសថៃតាក់ទងជាមួយនឹងការផ្សព្វផ្សាយស្រាបៀរនេះគឺពិតជាតឹងរ៉ឹងខ្លាំងមែនទែនដែលគឺមានការកំណត់មានអីត្រឹមត្រូវឥឡូវយើងងាកមកលើរឿង marketing របស់ Leo ម្ដងបើសិនបើទាំងអស់គ្នាជាក្រុមការងារអ្នកធ្វើទីផ្សារឲ្យក្រុមហ៊ុនស្រាបៀរ Leo តើយើងនឹងធ្វើយ៉ាងណាអញ្ចឹងនេះគឺជាសំណួរដែលគួរចាប់អារម្មណ៍ខ្លាំងមែនទែនបើយើងយកមកគិតអញ្ចឹងឥឡូវនេះទៅមើលរបៀបដែលខាង Leo brand គេធ្វើការផ្សព្វផ្សាយទៅលើផលិតផលរបស់គេអញ្ចឹងសម្រាប់ Leo ផ្ទាល់គឺនៅក្នុងក្រុមហ៊ុនរបស់គេមិនមែនមានតែផលិតផលស្រាបៀរ Leo ឬក៏ Leo Beer តែប៉ុណ្ណឹងទេប៉ុន្តែនៅក្រោមហ្នឹងគឺមានផលិតផលផ្សេងទៀតនៅក្នុង product line របស់គេដែលគេមាន Leo Soda ហើយនឹង product ផ្សេងជាច្រើនទៀតអញ្ចឹងជាក់ស្ដែងនៅពេលដែលខ្ញុំទៅទីក្រុងបាងកកថ្ងៃមុនគឺនៅតាមផ្លូវជាទៅជិះទៅខ្ញុំឃើញ panel billboard មួយដែលមានហូបខ្លាធំមែនទែននៅលើហ្នឹងប៉ុន្តែនៅលើហ្នឹងគឺគេអត់ដាក់ស្រាបៀរ Leo ទេប៉ុន្តែគេផ្សព្វផ្សាយ Leo Soda ហើយ design នៅលើ billboard ហ្នឹងផងដែរគឺដាក់ហូបខ្លាជាមួយនឹង color code ពណ៌ក្រហមដែលជា color code របស់ Leo ជាមួយនឹង font ដែលគេប្រើទៅលើស្រាបៀរ Leo ដូចគ្នាអញ្ចឹងបើសិនបើ billboard មួយនេះសម្រាប់អតិថិជនស្រាឬក៏អ្នកញ៉ាំស្រាបៀរតែម្ដងមិនមែននឹកឃើញតែ Leo Soda ទេគឺគេប្រកាសជានឹកឃើញតែដល់ស្រាបៀរ Leo ឬក៏ផលិតផលផ្សេងទាំងអស់ទៀតរបស់ Leo ដូចគ្នាអញ្ចឹងអ្វីដែល Leo កំពុងតែធ្វើគេហៅថា indirect marketing សំខាន់ទី2ដែលធ្វើឲ្យ Leo ជោគជ័យខ្លាំងហ្នឹងគឺតាក់ទងជាមួយនឹង music marketing អញ្ចឹងបើសិនបើបងប្អូនទៅ search តាក់ទងជាមួយនឹង Leo music marketing គឺយើងនឹងឃើញថា brand Leo Thailand គឺមានកម្មវិធី concert មួយដែល concert មួយហ្នឹងបើសិនបើបងប្អូនមើលរបៀបផ្សព្វផ្សាយគឺគេអត់យកស្រាបៀរ Leo ផ្សព្វផ្សាយទេគឺគេយក brand Leo Thailand ទៅផ្សព្វផ្សាយហើយមួយទៀតតាក់ទងជាមួយនឹងនៅពេលដែល event ហ្នឹង live ផ្ទាល់តែម្ដងហើយខ្ញុំចាប់អារម្មណ៍ជាងគេយើងក៏លេចទៅមើលឆាក LED ពណ៌ក្រហមភ្លើងពណ៌ក្រហមអ្នកចម្រៀងដែលទៅច្រៀងនៅលើហ្នឹងពាក់អាវពណ៌ក្រហមហើយអីដែលចាប់អារម្មណ៍មួយទៀតហ្នឹងគឺនៅកណ្ដាល LED ហ្នឹងគឺមាន logo រូបខ្លាជាមួយនឹងពាក្យថា Leo នៅពីក្រោមអញ្ចឹងគឺគ្រាន់តែមើលទៅគឺមានអត់ច្រឡំណាគេទេគឺដឹងថា Leo តែម្ដងហើយចំណុចសំខាន់មួយទៀតគឺគាត់ស្គាល់អតិថិជនគោលដៅគាត់ច្បាស់មែនតើអតិថិជនគោលដៅរបស់គាត់មើលក្រុមតារាណាគាត់រើសក្រុមតារាហ្នឹងមកហើយមុនហ្នឹងទាំងអស់គ្នាមានចាំបានន័យថានៅស្រុកថៃតតែម៉ោង5បានគេអនុញ្ញាតឲ្យធ្វើការលក់ស្រាបៀរអញ្ចឹង concert គឺធ្វើពេលល្ងាចចំពេលតែម្ដងអូសមនុស្សឲ្យទៅកន្លែងហ្នឹងហើយបន្ទាប់មកគឺសិតតែមនុស្សជាអញ្ចឹងគឺគេទៅរក Leo Beer ហ្នឹងឯងនៅស្តង់អញ្ចឹងគឺអំឡុងពេលហ្នឹងគឺធ្វើឲ្យ Leo លក់ដាច់ខ្លាំងមែនតើនៅកន្លែងហ្នឹងផ្ទាល់តែម្ដងអញ្ចឹងនេះគឺជាមេរៀនសំខាន់ធំ2ដែល Leo គេធ្វើបានល្អហើយខ្ញុំគិតថាយើងអាចរៀនសូត្របានពីយីហោមួយនេះគឺទី1គឺតាក់ទងជាមួយនឹង brand guideline អញ្ចឹងបងដែលជាម្ចាស់អាជីវកម្មឬក៏ទាំងអស់គ្នាដែលធ្វើការពាក់ព័ន្ធជាមួយ
ជាមួយនឹង marketing និង branding ហ្នឹងគួរតែគិតគូរមែនទែនទៅលើការ consistent ឬក៏ការរក្សាភាពជាប់លាប់ទៅលើ brand របស់ខ្លួនឯងអត្តសញ្ញាណរបស់យើងតាំងពី logo តាំងពីសញ្ញាតាំងពី font តាំងពី color code អីផ្សេងគួរតែមានរៀបចំអាហ្នឹងឲ្យបានត្រឹមត្រូវហើយ follow ទៅតាម guideline ទាំងអស់ហ្នឹងហើយរឿងសំខាន់មួយទៀតគឺតាក់ទងជាមួយនឹងការស្គាល់ពីអតិថិជនគឺសំខាន់ខ្លាំងមែនទែនបើសិនបើបងប្អូនបកទៅមើលរបៀបដែល Leo ធ្វើ marketing ហ្នឹងគឺគេស្គាល់អតិថិជនរបស់គាត់ច្បាស់មែនទែនគឺគេដឹងថាពេលណាមនុស្សនឹងចាយលុយហើយគេមានរបៀបនៅក្នុងការប្រមូលមនុស្សទៅអញ្ចឹងរបៀបប្រមូលមនុស្សទៅគឺគេរើសតារាគេមកគឺគេរើសបែបចម្រុះគេអត់រើសតែតារាមួយរើសអ្នកចូលចិត្ត pop ទាំង rock ទាំងអីហ្នឹងគឺចំបាច់ចូលនឹងតែម្ដងហើយអ្វីដែលគេធ្វើបន្ទាប់ដើម្បីឲ្យ event marketing គេជោគជ័យហ្នឹងគឺធ្វើមិនឲ្យអ្នកមកចូលរួមហ្នឹងគាត់ទទួលបានបទពិសោធន៍ល្អគាត់សប្បាយគាត់រីករាយគាត់បាន relax នៅពេលដែលមកចូលរួមក្នុងការពិធី concert ហ្នឹងអញ្ចឹងលើក្រោយគឺធ្វើទៀតឲ្យទៅលើពាក្យថា Leo Music គឺគេដឹងតែតែម្ដងអញ្ចឹងខ្ញុំសូមបញ្ជាក់បន្ថែមបន្តិចដូចគ្នាអ្វីដែល Leo ធ្វើជោគជ័យទៅលើ music marketing ហ្នឹងមិនមែនដោយសារតែធ្វើរឿងពីរហ្នឹងទេប៉ុន្តែគេទៅពីរឿងរក្សា brand consistent ធ្វើ indirect marketing ហើយនឹងធ្វើ music marketing ហ្នឹងក៏គេមានធ្វើនៅសកម្មភាព marketing ផ្សេងជាច្រើនទៀតផងដែរដែលខ្ញុំអត់បានលើកឡើងហើយបងប្អូនទាំងគ្នាបានរៀនឲ្យខ្លះដែរអំពីករណីសិក្សាទីផ្សារមួយនេះកុំភ្លេច comment ចែកម្លែកឲ្យខ្ញុំបានដឹងផងហើយចែកម្លែកវីដេអូមួយនេះទៅកាន់មិត្តភក្តិបងប្អូនឲ្យគាត់បានដឹងនិងបានរៀនសូត្រទាំងអស់គ្នាផងជម្រាបលាហើយជួបជាមួយនឹងខ្ញុំបាទសិរិនៅវីដេអូក្រោយ